ប្របាក់ខ្លាំងបងជាទៅយើងមកនោះមានហូបដែរតែយើងមិនហ៊ានហូបច្រើនណាបងដល់វាវាយលុកខ្លាំងពេកខ្ញុំតាំងពីនោះមកងូតទឹកបាន2 ដង20ថ្ងៃហ្នឹងបាទបងបាទងូតបាន2 ដងងូតដល់ពេលបាញ់ខ្លាំងងូតបានម្ដងហើយនឹងចប់បានងូតបានម្ដងទៀតបងប្អូនអើយបាននៅផ្ទះជួលទេប្រហែលម៉ែត្រទេ4-5ម៉ែត្របងភ្លៀងមកលិចអត់បងឃើញប្រហោងលិចបងលិចហើយលិចបងប្អូនជួយមើលជួយ share ម្នាក់មួយបាទលើកមុនទៅប្រហែលជា3 ខែទៅលើកមុនបាត់ដំណឹងប្រហែលជា4-5 ថ្ងៃអត់មានដឹងដំណឹងប្តីគាត់នេះអត់ដឹងថាគាត់មិនមកហើយអត់តាក់តងប្តីអត់បានទេខ្ញុំកូនខ្ញុំនេះបាក់ចិត្តបារម្ភពីប្តីខ្លាចប្តីមានរឿងអីនៅកន្លែងសមរភូមិអញ្ចឹងហើយបាក់ចិត្តទាំងអស់គ្នាទៅលើកទី2បាត់ដំណឹងនឹង10 ថ្ងៃជាងបានដឹងដំណឹងតាក់តងប្តីបានបាទបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកជួបគ្រួសារបងប្រុសសៀងណុយដែលជាវីរៈកងទ័ពជួរមុខបាទនៅសមរភូមិខាងប្រាសាទព្រះវិហារហើយដោយសារតែឮថាបងប្រុសចុះមកមើលកូនដែលឈឺបាទអញ្ចឹងក៏ខ្ញុំមកសួរសុខទុក្ខបងប្រុសបន្តិចបាទសួស្ដីបងសៀងណុយបងបាទជម្រាបសួរបងស្រីផងបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទអូស្រីទាំង3ហ្មងបាទបងណុយមកដល់ផ្ទះប្រហែលថ្ងៃបងដល់ម្សិលមិញបងដល់ម្សិលមិញហើយសុំមេបានប៉ុន្មានថ្ងៃបង3-4 ថ្ងៃបងបាទហើយសមរភូមិនេះខាងនោះរៀងស្ងប់ស្ងាត់ខ្លាំងបងបាទរៀងស្ងប់ស្ងាត់ដែរបានមេឲ្យមកបងបាទហើយបងស្រីវិញម្ដងមើលតាំងពីសង្គ្រាមមកបងតាំងពីចាប់ដៃជាមួយប្តីមកបែកគ្នាតាមរយៈសង្គ្រាមបែបនេះដែលប្តីទៅជួបមុខនេះបងប្រហែលដងហើយបង2 ដងហើយបងបាទលើកមុនទៅប្រហែលជា3 ខែទៅលើកមុនបាត់ដំណឹងប្រហែលជា4-5 ថ្ងៃអត់មានដឹងដំណឹងប្តីគាត់នេះអត់ដឹងថាគាត់មិនមកហើយអត់តាក់តងប្តីអត់បានទេខ្ញុំកូនខ្ញុំនេះបាក់ចិត្តបារម្ភពីប្តីខ្លាចប្តីមានរឿងអីនៅកន្លែងសមរភូមិអញ្ចឹងហើយបាក់ចិត្តទាំងអស់គ្នាទៅលើកទី2បាត់ដំណឹងនឹង10 ថ្ងៃជាងបានដឹងដំណឹងតាក់តងប្តីបានហើយពេលប្តីខ្ញុំទៅធ្វើទាហាននៅជួរមុខក្នុងគ្រួសារខ្ញុំមានជីវភាពខ្វះខាតពេលប្តីខ្ញុំនៅប្តីខ្ញុំវាយបុកផងហើយធ្វើការផងគ្រប់គ្រងគ្រួសារទាំងអស់ពេលប្តីខ្ញុំអត់នៅគ្រួសារខ្ញុំមានជីវភាពខ្វះខាតអត់មានលុយកូនទៅរៀនហើយនឹងទិញហូបអីហូបនៅផ្ទះបាទដោយសារការប្តីវាយគាត់បានធ្វើការអញ្ចឹងណាបងដល់ពេលឥឡូវគាត់ទៅអញ្ចឹងគឺយើងអាចនិយាយថាសុខចិត្តបាត់ចំណូលតែដើម្បីជាតិចាបាទបងងុយសុខទុកមិនដែរបងនៅលើនឹងមករយៈ20 ថ្ងៃដែលពួកថៃជ្រុំមុននឹងបត់ឈប់បាញ់នេះកើតឡើងបងអូនៅនោះវាពិបាកខ្លាំងបងជាទៅយើងមកនៅនោះមានហូបដែរតែយើងមិនហ៊ានហូបច្រើនណាបងដល់វាវាយលុកខ្លាំងពេកខ្ញុំតាំងពីនោះមកងូតទឹកបាន2 ដង20ថ្ងៃហ្នឹងបាទបងបាទងូតបាន2 ដងងូតដល់ពេលបាញ់ខ្លាំងងូតបានម្ដងហើយនឹងចប់បានងូតបានម្ដងទៀតបាញ់ខ្លាំងពេកបាទបងឈរជើងបែបអីដែរបងស្រាប់បងកាន់ខាងអីបងបាញ់ស្មើជើងបងបាទបើគិតជាគ្រាប់មកអីម្នាក់ឯងប្រហែលគ្រាប់ខ្ញុំបាទអស់3 បងអូ3 បងបងណាចុះកលាករយើងបងនៅនឹងមានប៉ុណ្ណាខ្លះបងមានព្រឹងជាតិមានគង់សម្បូរហើយនឹងសុកសវណ្ណបងបាទពួកគាត់សិតទៅជួមុខដូចបងអញ្ចឹងបាទនៅជួមុខដូចគ្នានៅខំស្មៅដូចគ្នាអញ្ចឹងបងបាទបងបាទអូបងប្អូននេះបាទឥឡូវបានមកដល់ហើយបងប្អូនអើយបាននៅផ្ទះជួលទេប្រហែលម៉ែត្រទេ4-5ម៉ែត្របងភ្លៀងមកលិចអត់បងឃើញប្រហោងលិចបងលិចលិចបងប្អូនជួយមើលជួយ share ម្នាក់មួយបាទគាត់មកនេះមិនមែនថាមកចង់សុំជំនួយទេដោយសារខ្ញុំឃើញគាត់មកហើយគាត់ជាអ្នកបដាលអញ្ចឹងតែអ្នកបដាលគឺខ្ញុំចង់បង្ហើបបន្ថែមផងហើយបងប្អូនឃើញមករយៈនេះមិនថាតែអ្នកបដាលជនភៀសសឹកបងប្អូនកងទ័ពផ្សេងៗក៏ខ្ញុំជួយធ្វើវីដេអូដែរឲ្យតែខ្ញុំបណិតបច្ច័យទៅថាអាចធ្វើបានគឺខ្ញុំធ្វើហើយជាក់ស្ដែងថ្ងៃនេះបងអើយខ្ញុំបាននាំថវិកាសរុបគឺ420000ណាជូនបងបានទទួលណាបងបានហើយបងបាទពីបងស្រីនៅខាងបូរីពេញហួត30000និងបងលីវុត120,000បាទហើយនេះបងប្អូនបាទក្មួយឈ្មោះអីក្មួយស្រីកាចុះក្មួយខាងនោះខ្ញុំឈ្មោះស្រីណែតណែតបងណែតកាខាងនេះលីម៉ាអាយុម៉ានេះបង5 ឆ្នាំ5 ឆ្នាំចុះខាងនេះ11 12ចាស់ចុះបងអូន13 14រៀនថ្នាក់ទីម៉ានេះទី6ឥឡូវសួរបងអូនតិចធំជាងគេអាណិតប៉ាខ្លាំងអត់អាណិតខ្លាំងបាទអាណិតខ្លាំងពេលណាអាណិតពេលដែលគាត់ទៅសមរភូមិបាត់ដំណឹងអត់តាក់តងទៅអត់បានតាក់តងអត់បានអូនចាហ
ឥឡូវនេះបានជួបប៉ាអញ្ចឹងចង់ឲ្យប៉ាមកនៅផ្ទះអញ្ចឹងរហូតទៀតអត់ ចា ប៉ុន្តែយ៉ាងណាទូនទីប៉ាកាលណាប្រទេសជាតិត្រូវការគឺត្រូវតែទៅហើយណាបាទនេះបងប្អូនខ្ញុំក៏បាទមកឃើញចេះអាណិតដល់ងយដែរបងប្អូនណាបាទធ្លាប់ជាអ្នកបដាលឥឡូវនេះបើនិយាយថាសមត្ថភាពគាត់មិនល្អដូចការមុនទេបាទហើយខ្សែក្រវ៉ាត់នេះទាំងអស់មានម៉ានខ្សែងយ មាន4បង 4ណា បាទ បាទឈ្នះបណ្ណាខ្លះបងកាលនោះ នេះឈ្នះឃីមបូរ៉ា នេះឈ្នះគីមូរ៉ា អាមួយនេះឈ្នះពីប៉ាល់ នេប៉ាល់ អានោះអាងសម្អាត អាងសម្អាតហើយមួយទៀត មួយទៀតបងអូនខ្ចីឈ្នះអាងសម្អាតទៀត បាទបងមានបងប្អូនអ្នកបដាលម៉ានអ្នក មាន3នាក់ 3នាក់បងណា បាទ អូខេបងតាឥឡូវនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបងស្រីពីចុងក្រោយមានអីនិយាយទៅកាន់បងប្អូនយើងបន្តិចដែលគាត់បានជួយហើយបើបងខ្វះខាតចាំមកខ្ញុំជួយដាក់ QR បន្ថែមណាបងបាទ ចាខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានឧបត្ថម្ភទឹកប្រាក់ដីខ្ញុំដែលឈរជើងនៅជួរមុខសូមឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អហើយនឹងរកស៊ីមានបាន បាទងយមានអីនិយាយទៅកាន់បងប្អូនយើងបន្តិចបងពិសេសគឺបងប្អូនខ្មែរទាំងមូលបាទ បាទខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាបាទបានបារម្ភនឹងជួយក្នុងគ្រួសារខ្ញុំឲ្យរកស៊ីមានបានគ្រប់គ្នា